ជំរាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីកុំព្យូទ័រ2ឈុតផ្សេងគ្នាបាទដែលមួយខាងនេះដំណើរការដោយ CPU ដំណើរការដោយ SATA បាទ CPU Windows វាដំណើរការនៅលើ hard disk SATA ហើយចំណែកខាងនេះយើងបាន upgrade ឲ្យ Windows វាដំណើរការនៅលើ SSD PCIe NVMe M2 ណាបាទអានេះបាន upgrade ដាក់256ហើយអានេះនៅប្រើ SATA Alloy ទេឥឡូវយើងបើក SATA មុនយើងធ្វើការ compare គ្នាមួយណា process លឿនជាងឥឡូវយើងបើក SATA មុនហើយយើងបើក SSD M2 បាទហើយមកពីហ្នឹងតើមួយណាចូលដល់ Windows មុនបាទឃើញក្នុងចូលដល់បាត់ហើយបាទអានេះចូលអត់ដល់ទេទី password អូខេនេះចូលបាត់ហើយចំណែកនេះនៅវល់ផ្ញើចំ speed វាខុសគ្នា4ទៅ5ដងនៅពេលដែលយើង upgrade ដាក់ SSD ហើយបាទនេះតំចូលបាន Windows បាទបាទអរគុណហើយខ្ញុំនឹងរកមើលការ comparing ហើយនឹង technique ផ្លែកៗទៀតពាក់ព័ន្ធមួយការប្រើប្រាស់កុំព្យូទ័របាទសូមអរគុណ